ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel ស្រមោលអានកំបាំងថ្ងៃនេះខ្ញុំមានរឿងមួយនិយាយអំពីស្ពានចាស់មួយកន្លែងដែលមានឈ្មោះថាស្ពានបឹងងងឹតនៅឯជាភូមិដាច់ស្រយាលមួយក្នុងខេត្តឆុងឈិងប្រទេសចិនមានស្ពានបុរាណមួយដែលអ្នកស្រុកហៅថាស្ពានបឹងងងឹតស្ពាននោះត្រូវបានសាងសង់តាំងពីជាង100ឆ្នាំមុនស្ពានត្រូវបានធ្វើពីថ្មនិងឈើនៅលើស្ពានតែងតែលេចឡើងនូវអ័ព្ទក្រាស់និងខ្យល់ត្រជាក់ខាងក្រោមស្ពានគឺជាបឹងដ៏ធំមួយដែលពោរពេញទៅដោយស្មៅប្រប្រាស់ទឹកអ្នកភូមិចាស់ៗបានដំណើរថានៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងឬមានអ័ព្ទក្រាស់កុំឲ្យនរណាម្នាក់ឆ្លងកាត់ស្ពាននោះជាដាច់ខាតបើមិនចង់ឮសំឡេងមនុស្សស្រីស្រែកចេញពីបាតទឹកតែសម្រាប់មនុស្សជំនាន់ថ្មីការដំណើរទាំងនេះគ្រាន់តែជារឿងនិទានចាស់ៗដែលមិនគួរឲ្យជឿប៉ុណ្ណោះជាក់ស្ដែងដូចជាលីសៀវសៀវជាសិស្សថ្នាក់ទី12ដែលទើបតែត្រឡប់មកស្នាក់នៅក្នុងភូមិជាមួយនឹងអ៊ំស្រីរបស់នាងជាមនុស្សដែលមិនជឿលើអ្វីដែលគ្មានភស្តុតាងឡើយសៀវសៀវបានសើចចំអកនៅពេលដែលស្ដាប់អ៊ំជីដូនមួយប្រាប់ថាសៀវសៀវបើឯងឮសំឡេងមនុស្សស្រីស្រែកនៅពេលយប់កុំឆ្លងស្ពាននោះជាដាច់ខាតយើងត្រូវរងចាំដល់ថ្ងៃស្អែកទើបមានសុវត្ថិភាពនាងតបទៅវិញយ៉ាងមឹកម៉ាត់យប់នេះខ្ញុំមានការវឹកហាត់បន្ថែមនៅសាលាខ្ញុំត្រូវឆ្លងស្ពាននោះទៅវិញទៅមកជារៀងរាល់ថ្ងៃអ៊ំខ្មោចនោះមិនអាចបន្លាចខ្ញុំបានទេលុះមកដល់ម៉ោង 10:30 នាទីយប់ខ្យល់ចាប់ផ្ដើមត្រជាក់ខ្លាំងឯផ្ទៃបឹងក៏ស្ងាត់ចងំសៀវសៀវបានកាន់ពិលហើយចាប់ផ្ដើមដើរឆ្លងស្ពានពន្លឺពិលរបស់នាងអាចបំភ្លឺតែផ្ទៃខាងមុខតូចមួយប៉ុណ្ណោះខណៈបរិយាកាសជុំវិញខ្លួនមានតែភាពងងឹតសូន្យឈឹងរាល់ជំហានដែលនាងដើរនៅលើស្ពានមានសំឡេងតុកយ៉ាងច្បាស់ដូចមាននរណាម្នាក់កំពុងដើរតាមពីក្រោយនាងពេលនាងដើរមកដល់ពាក់កណ្ដាលស្ពានខ្យល់ចាប់ផ្ដើមបក់ខ្លាំងម្លាលឲ្យសក់របស់នាងហើយទៅខាងមុខនាងមានអារម្មណ៍ថាទឹកនៅខាងក្រោមបឹងដូចមានអ្វីកំពុងធ្វើចលនាហើយភ្លាមៗនោះសំឡេងមនុស្សស្រីស្រែកស្រាលមួយបានបន្លឺចេញពីបាតទឹកឯងមិនគួរឆ្លងស្ពាននេះទេសៀវសៀវបានបញ្ឈប់ជំហានភ្លាមបេះដូងរបស់នាងដូចចង់ផ្ទុះចេញពីដើមទ្រូងនាងបានស្រែកយ៉ាងខ្លាំងប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបឡើយពេលនាងចង់ត្រឡប់ក្រោយសំឡេងនោះក៏ចាប់ផ្ដើមបន្លឺឡើងកាន់តែជិតឡើងនៅចំកណ្ដាលអ័ព្ទនោះនាងបានឃើញស្រមោលមនុស្សស្រីម្នាក់ពាក់អាវសជាមួយនឹងសំឡេងស្រែកសៀវសៀវភ័យរហូតដល់សន្លប់ថ្ងៃបន្ទាប់ពេលសៀវសៀវដឹងខ្លួនឡើងមកវិញដោយអារម្មណ៍សពេចស្រពិលនាងមិនដឹងច្បាស់ថានាងត្រឡប់មកវិញដោយរបៀបណាទេអ៊ំជីដូនមួយអង្គុយក្បែរលោកកំដៅហើយនិយាយដោយទឹកមុខក្តៅក្រហាយសៀវសៀវឯងបានឆ្លងស្ពាននោះកាលពីយប់មិញមែនទេសៀវសៀវនៅស្ងៀមនាងកំពុងពិចារណាថាអ្វីដែលបានលើកាលពីយប់មិញគឺជាការពិតឬគ្រាន់តែជាអារម្មណ៍ភ័យខ្លាចរបស់នាងនៅក្នុងចិត្តនាងសំឡេងនោះនៅតែបន្តលងបន្លាចថ្ងៃបន្ទាប់សៀវសៀវបានទៅរៀនតាមធម្មតាប៉ុន្តែអ្វីៗជុំវិញខ្លួននាងបានផ្លាស់ប្ដូរយ៉ាងចម្លែកមិត្តរួមថ្នាក់ចាប់ដើមសឹកសៀវគ្នាសម្លឹងមើលមកនាងដោយរសាយភ្នែកចម្លែកនិងភ័យខ្លាចពួកគេខ្លះបាននិយាយថានាងជាមនុស្សដែលត្រូវបណ្ដាសាឬជាប់ពាក់ព័ន្ធនឹងអាថ៌កំបាំងដ៏ខ្មៅងងឹតនៅស្ពាននោះនាងបានខ្លាចជាមនុស្សដែលគេភ័យខ្លាចមិនហ៊ាននៅក្បែរនៅពេលល្ងាចពេលមានអាប់ចុះមកគ្មាននរណាម្នាក់ហ៊ានដើរក្បែរនាងទៀតឡើយនាងមានអារម្មណ៍ថាភាពឯកាកំពុងតែរុំព័ទ្ធនាងលែងជាមនុស្សដូចពួកគេទៀតហើយនៅក្នុងថ្នាក់មានក្មេងប្រុសម្នាក់ឈ្មោះអាយានគេជាមនុស្សម្នាក់មានភាពក្លាហាននិងចូលចិត្តរឿងបថុយបឋានបន្ទាប់ពីដឹងថាសៀវសៀវបានឃើញខ្មោចនៅលើស្ពានក្មេងប្រុសនោះមានចិត្តចង់សាក់លបងអាយាននិយាយទៅកាន់សៀវសៀវថាយប់នេះម៉ោង 11យើងទៅស្ពានជាមួយគ្នាបើមានខ្មោចខ្ញុំនឹងថតវីដេអូដាក់លើបណ្ដាញសង្គមសៀវសៀវស្ទើរតែបដិសេធភ្លាមប៉ុន្តែចិត្តរបស់នាងហាក់ដូចជាត្រូវអ្វីមួយហៅឲ្យចូលរួមវាមិនមែនជាភាពក្លាហានទេប៉ុន្តែវាជាអារម្មណ៍ចង់ដឹងដល់ចម្លែកមួយដែលតាមលងរំខាននាងឥតឈប់ឈរតើនាងគួរតែគេចវេពីការពិតឬត្រូវដើរចូលទៅស្វែងរកមូលហេតុពិតនៃសម្លេងនោះលុះមកដល់ថ្ងៃលិចសៀវសៀវបានយល់សពឃើញស្រមោលស្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សមានសក់វែងគ្រប់មកលើមុខ
នាងបានស្រែកថាជួយផងយើងនៅទីនេះសៀវសៀវភ្ញាក់ទាំងបែកញើសហើយសំឡេងស្រែកនោះនៅតែចាក់ដោតក្នុងត្រចៀកនាងចូលមកដល់ម៉ោង 10:50 នាទីយប់សៀវសៀវនិងអាយានកាន់អំពូល LED និងកាមេរ៉ាដែលឆ្ពោះទៅស្ពានដោយភាពក្លាហានខាងមុខស្ពានចាប់ដើមឈរអាប់ក្រាស់នឹងខ្យល់ត្រជាក់ពេលបោះជំហានជើងដល់លើស្ពានសំឡេងជើងហាក់ដូចជាធ្ងន់ជាងធម្មតាអាយានក៏ចាប់ដើមថតវីដេអូប៉ុន្តែបន្ទាប់ពីឮសំឡេងស្រែកកាមេរ៉ាក៏ចាប់ដើមរអាក់រអួលសៀវសៀវងាកមើលទៅទន្លេនាងបានស្ដាប់ឮសំឡេងស្រែកម្ដងទៀតក្រោយមកវិញ្ញាណនោះបានងើបចេញពីផ្ទៃទឹកភ្លាមនិងបានស្រែកឡើងដោយសំឡេងព្រួយឯងចង់រស់ឬក៏ចង់ស្លាប់អាយាននិងសៀវសៀវរត់ចេញពីស្ពានដោយភ័យស្លន់ស្លោបន្ទាប់មកកាមេរ៉ារបស់អាយានត្រូវបានយកទៅពិនិត្យក្នុងវីដេអូនោះគេឃើញស្រមោលមនុស្សស្រី3នាក់នៅខាងក្រោមទឹកងើយមុខឡើងមកលើក្នុងនោះមានសំឡេងមួយនិយាយថាអយុត្តិធម៌ណាស់យើងមិនបានសម្លាប់ខ្លួនទេឃើញបែបនេះសៀវសៀវនិងអាយានចាប់ផ្ដើមស្រាវជ្រាវពីអតីតកាលរបស់ស្ពាននេះនាងរកឃើញថាជាង50ឆ្នាំមុនមានករណីបាត់ខ្លួនមនុស្សស្រី4នាក់អាយានក៏លន់មាត់មិនមែន3នាក់ទេហើយករណីនេះត្រូវបានបិទបាំងគ្មាននរណាម្នាក់ប្រកាសឲ្យដឹងឡើយហើយឈ្មោះមនុស្សស្រីទី4ដែលបានស្លាប់នោះមានឈ្មោះដូចលីសៀវសៀវបន្ទាប់ពីព្រឹត្តិការណ៍នៅយប់នោះសៀវសៀវមិនអាចស្ងប់ចិត្តបានឡើយពីគេងនាងតែងតែឮសំឡេងថាយើងមិនចង់នៅទីនេះទេគេធ្វើឲ្យយើងស្លាប់ជួយយើងផងជួយយើងចេញពីទីនេះផងហើយបន្ទាប់អាយានមករកសៀវសៀវនិងនិយាយថាសៀវសៀវយើងត្រូវតែស៊ើបរឿងនេះដល់ទីបញ្ចប់យើងជាកូនប្រុសយើងមិនខ្លាចអ្វីទេសៀវសៀវឆ្លើយទាំងអារម្មណ៍សពិកសពិលខ្ញុំដឹងហើយប៉ុន្តែតើពួកគេទាំងនោះពិតជាត្រូវគេសម្លាប់មែនទេអាយាននិងសៀវសៀវក៏សម្រេចចិត្តទៅកាន់បណ្ណាល័យចាស់នៅក្នុងភូមិជាកន្លែងដែលដាក់ឯកសារចាស់និងកំណត់ហេតុចាស់ពីអតីតកាលនៅក្នុងបណ្ណាល័យដែលពោពេញទៅដោយធូលីដីសៀវសៀវបានរកឃើញកំណត់ហេតុនៅឆ្នាំ1971វាបានកត់ត្រាថានិស្សិតស្រី4នាក់ពីសាលាមធ្យមសិក្សាត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនដោយអាថ៌កំបាំងនៅបឹងងងឹតរឿងនេះត្រូវបានបិទបាំងមិនអនុញ្ញាតឲ្យប្រជាជនដឹងជាដាច់ខាតរីឯសាកសពក៏មិនបានរកឃើញដែរឯកសារមួយទៀតបាននិយាយអំពីនារីចំណាស់ម្នាក់ដែលធ្លាប់រស់នៅក្បែរស្ពានប្រហែលជា70ឆ្នាំមុនបាននិយាយថាខ្ញុំឮសំឡេងទុកសោករបស់ក្មេងស្រីតែគ្មាននរណាអាចជួយបានពេលខ្ញុំដើរលើស្ពានចោលត្រជាក់តែដែលនាំមកនៅសំឡេងស្រែកអាយាននិងសៀវសៀវមើលមកគ្នាស្នាមខ្មៅនៅលើឯកសារមើលទៅដូចស្នាមម្រាមដៃដែលមាននរណាម្នាក់បានប៉ះពាល់ថ្ងៃបន្ទាប់ពេលសៀវសៀវគេងលក់នាងឃើញខ្លួនឯងឈរនៅលើស្ពានហើយឃើញនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សនាងក៏សួរត្រង់តើអ្នកជាអ្វីជាខ្មោចមែនទេនាងឆ្លើយទាំងស្រក់ទឹកភ្នែកខ្ញុំស្លាប់ហើយពួកគេបានសម្លាប់ខ្ញុំសូមឯងជួយរកយុត្តិធម៌ឲ្យខ្ញុំផងសៀវសៀវឃើញក្មេងស្រី3នាក់ទៀតនៅលើផ្ទៃទឹកកំពុងអណ្ដែតរូបភាពនិងសម្លេងអតីតកាលបានកាត់ឡើងម្ដងទៀតយ៉ាងឆាប់រហ័សស្រីម្នាក់នោះបានចាប់ក្បាលសៀវសៀវហើយនិយាយថាឯងមានឈ្មោះដូចយើងឯងក៏ជាអ្នកជាប់ពាក់ព័ន្ធនឹងរឿងនេះដែរឯងត្រូវតែលាតត្រដាងរឿងនេះបើមិនដូច្នេះឯងនឹងត្រូវមានវាសនាដូចយើងពេលដែលសៀវសៀវភ្ញាក់ដឹងខ្លួនឡើងមកវិញនាងដឹងថាវីដេអូរបស់អាយានកាលពីយប់មិញបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកភូមិអ្នកចាស់ដែលធ្លាប់បិទបាំងរឿងនោះក៏មានការភ័យខ្លាចក្រោយមកការស្រាវជ្រាវត្រូវបានធ្វើឡើងវិញនៅក្នុងករណីស៊ើបអង្កេតនោះមានមនុស្សចាស់ម្នាក់បានសារភាពថាកាលនោះមានក្មេងស្រី4នាក់ត្រូវបានក្រុមមនុស្សរំលោភនិងសម្លាប់ហើយត្រូវបានបិទបាំងថាជាករណីបាត់ខ្លួនមិនយូរប៉ុន្មានក្រុមប៉ូលីសក៏បានរកឃើញនឹងស្រង់សាកសពរបស់ពួកគេចេញពីបាត់បឹងសៀវសៀវបានដាក់ផ្កា4តងនៅលើភ្នូរនិមិត្តរូបនាងសង្ឃឹមថាអ្វីៗនឹងមិនចប់
តែយប់មួយនៅពេលដែលសៀវត្រឡប់ទៅផ្ទះតែម្នាក់ឯងពេលឆ្លងស្ពានកាមេរ៉ាទូរស័ព្ទដៃរបស់នាងបានថតដោយស្វ័យប្រវត្តិនៅសំឡេងសឹកថាយើងសូមអរគុណតែរឿងរ៉ាវមិនចប់ត្រឹមយើង4នាក់ទេអតីតកាលទីនេះមានមនុស្សជាច្រើនទៀតដែលត្រូវគេសម្លាប់សៀវឬសម្បូរនឹងតក់ស្លុតកាមេរ៉ានៅតែបន្តថតនៅចំកណ្ដាលស្ពានមានសំឡេងស្រែករបស់មនុស្សជាច្រើនលាន់ឮបន្តគ្នាគ្មានពន្លឺគ្មានរូបរាងមានតែសំឡេងអតីតកាលដ៏ខ្មៅងងឹតដែលមិនទាន់ត្រូវបានលាតត្រដាងទាំងស្រុងដូចនេះហើយស្ពានបឹងងងឹតមិនត្រឹមតែជារឿងខ្មោចទេតែជារឿងពិតដ៏គួរឲ្យភ័យខ្លាចដែលត្រូវបានបង្កប់ក្នុងភាពងងឹតអស់រយៈពេលយ៉ាងយូរ